មានរឿងព្រេងមួយដំណាលថាមានបុរសកំជិលម្នាក់មានប្រពន្ធគ្រប់លក្ខមានកិរិយាមារយាទល្អចេះគោរពប្រណិប័តប្តីតាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសកំជិលចេះតែពីដេកដល់ឃ្លានបាយទើបក្រោកឡើងស៊ីរួញក៏ដេកទៅវិញសូម្បីតែថ្នាំជក់ក៏ប្រពន្ធមូឲ្យដែរប្រពន្ធជាមនុស្សគោរពប្រណិប័តប្តីមិនមានពាក្យអាក្រក់ទៅលើប្តីសោះលើកបាយទឹកនិងរបស់អ្វីឲ្យប្តីសុទ្ធតែសំពះដល់ទៅយូរទៅមានសេចក្តីក្រីក្រខ្លាំងណាស់នាងនោះរកអ្វីចិញ្ចឹមពុំបានសោះឡើយថ្ងៃមួយនាងរៀបស្លា5ម៉ាត់បារី5ចូលទៅក្រាបសំពះប្តីហើយក៏ថាណាសំទោសណាអ្នកប្តីត្បិតយើងសពថ្ងៃក្រណាស់យើងមិនបានរកស៊ីគ្មានអ្វីទទួលទានទេសូមឲ្យអ្នកប្តីទៅកាប់ឈើធ្វើនឹងគល់រនាស់ធ្វើស្រែនឹងគេត្បិតដល់រដូវធ្វើស្រែហើយប្តីក៏ថាអូយបើដូច្នេះឲ្យនាងដាំបាយវាជាសំណុំចោះប្តីនឹងទៅរកកាប់ឈើធ្វើនឹងគល់រនាស់ប្រពន្ធក្រោកពីយប់ដាំបាយវិជាកញ្ចប់មានទាំងដឹងពូថៅទៅផងបរោះកំជិលដេកទាល់តែថ្ងៃរះប្រពន្ធពុំហ៊ានដាស់ចាំឲ្យក្រោកដោយខ្លួនឯងដល់ក្រោកហើយប្រពន្ធដងទឹកទៅលុបមុខឲ្យរួចស្រេចនាងក៏ហុចស្លាបារីនិងបាយកញ្ចប់ព្រមទាំងគ្រឿងប្រដាប់ទៅឲ្យប្តីបរោះនោះក៏ចុះពីលើផ្ទះទៅចូលក្នុងព្រៃរកឈើបានឃើញឈើមួយដើមមានមែកសាខាបលុំត្រជាក់ក៏ដាក់បាយសំណុំដឹងពូថៅហើយដេកគងអន្ទាក់ខ្លាមើលទៅលើនិយាយតែម្នាក់ឯងថាមែកឈើនេះត្រូវធ្វើជាភ្នៀងនឹងគាល់អាមែកនេះត្រូវធ្វើជាយាមអាមែកនេះត្រូវធ្វើជាដងមែកនេះត្រូវធ្វើជានឹមហើយអាមែកនេះត្រូវធ្វើជារនាស់គ្រាន់តែដេកថាប៉ុណ្ណឹងពេលឃ្លានបាយក្រោកឡើងស្រាយបាយសំណុំស៊ីរួចដេកថាដូចមុនទៀតថ្ងៃរសៀលត្រឡប់មកផ្ទះវិញប្រពន្ធឃើញរត់ទទួលយកគ្រឿងប្រដាប់នាំប្តីឡើងទៅលើផ្ទះយកទឹកលាងជើងឲ្យប្តីហើយក៏សួរថាយេអ្នកឯងអ្នកទៅបានការដូចម្ដេចខ្លះហ្នឹងប្តីក៏ថានៅមិនទាន់បានទេនាងចាំស្អែកសឹមទៅទៀតដល់កន្លែងដើមឈើនោះហើយរុក្ខទេវតាដែលអាស្រ័យនៅទីនោះឬបរោះកំជិលថាដូច្នោះក៏ភ័យខ្លាចរកកន្លែងនៅគ្មានក៏គិតគ្នានឹងតាមទៅវាយសម្លាប់បរោះកំជិលនោះឲ្យស្លាប់នៅមាត់ចន្ទាផ្ទះកុំឲ្យវាមកកាប់ឈើនោះបានបរោះនោះក៏ត្រឡប់មកផ្ទះវិញរុក្ខទេវតាតាមមកដល់មាត់របងឃើញប្រពន្ធរត់ទៅទទួលប្តីដល់មាត់ចន្ទាយកទឹកលាងជើងប្តីដោយសេរីសួស្តីប្រពន្ធនោះទេវតាចូលមិនចុះមិនហ៊ានវាយបរោះនោះរួចពីអន្តរាយក៏ឡើងទៅលើផ្ទះប្រពន្ធសួរនិយាយដូចមុនទៀតថាអេអ្នកបានសពគ្រប់អស់ហើយព្រឹកនឹងទៅកាប់ហ៎ទេវតាភ័យណាស់ក៏ថាអីយ៉ាបរោះនោះមុខជាកាប់ឈើព្រឹកនេះរួញក៏នាំគ្នាមុខនិយាយអង្វរថាសូមកុំកាប់ឈើនោះបរងក៏ថាអញមិនព្រមទេព្រឹកនេះអញទៅកាប់ហើយទេវតាភ័យណាស់ក៏នាំគ្នានិយាយសោកដោយប្រាប់ពីទីកន្លែងកំណប់មាសប្រាក់ឲ្យបរងក៏សួរថានេះឲ្យកំណប់ប្រមាណកន្លែង2កន្លែងអូយមិនព្រមទេបើ4កន្លែងទៅព្រមហើយឲ្យដាក់ឈើសម្គាល់ឲ្យផងណាទេវតាក៏ព្រមធ្វើតាមកុំឲ្យតែកាប់ឈើនោះបរោះក៏ថាបើដូច្នេះខ្ញុំលែងកាប់តែថាព្រឹកនេះខ្ញុំទៅកោះកំណប់នោះហើយទេវតាក៏ថាទៅចុះខ្ញុំដោតឈើសម្គាល់ទុកឲ្យព្រឹកឡើងប្តីប្រពន្ធនាំគ្នាទៅកោះកំណប់ដែលទេវតាឲ្យក្នុងកំណប់មួយទាំងពីអ្នកប្តីប្រពន្ធត្រូវជញ្ជូន3ថ្ងៃបានសុទ្ធតែមាសនិងប្រាក់ចាក់គោពេញផ្ទះនាងនោះក៏រៀបចំដាក់ហឹបដាក់ឡាំងមិនឲ្យអ្នកណាឃើញហើយ
ក៏ជួលជាងធ្វើគ្រឿងប្រដាប់លក់ជាចំនួនរឹតតែមានឡើងបានជាសេដ្ឋីមានមនុស្សកកកមូលមកទៅពឹងពាក់ជាច្រើនរាប់មិនអស់